តាំងពីម្សិលមិញរហូតមកដល់ថ្ងៃហ្នឹងគឺខ្ញុំឃើញមានគ្នាយើងគាត់ជួបជាមួយនឹងបញ្ហានេះច្រើនហើយកាលពីម្សិលមិញហ្នឹងមុនទូនគឺគេបានធ្វើការអាប់ដេតបន្ទាប់ពីធ្វើការអាប់ដេតហើយគឺមានអ្នកខ្លះគាត់ចូលហ្គេមទៅវាយូរចូលយូរអីហើយគាត់លុបហ្គេមចោលបន្ទាប់ពី download ហ្គេមមកវិញគឺវាលោតជាមួយនឹងបញ្ហានេះអ្នកទាំងអស់គ្នាអញ្ចឹងបញ្ហាហ្នឹងដោយសារតែគ្នាយើង download ជាមួយនឹង Mobile Legends US យកមកលេងដល់ពេលយើងនៅក្នុង server ខ្មែរគឺយើងគ្រាន់តែ download ហើយយើងចូលមកគឺវាលោតអញ្ចឹងឯអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលប្រើ App Store អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅដូរ country យកមកដាក់ជាមួយនឹង country Cambodia វិញមកហើយយើងលុប game ហ្នឹងចោលទៅយើង download មកសាថ្មីគឺយើងអាចចូលលេងបានធម្មតាអ្នកទាំងអស់គ្នាហើយមានអ្នកខ្លះក៏ភ័យថាអូយបងអើយ account ខ្ញុំគេ ban ហើយតាមពិតអាហ្នឹងគឺមិនមែន ban ទេអ្នកទាំងអស់គ្នាគ្រាន់តែវាខុសជាមួយនឹង region តែប៉ុណ្ណឹងហើយចំពោះការផ្លាស់ប្ដូរ country គឺអ្នកទាំងអស់គ្នាអាចចូលទៅ check មើលនៅក្នុង YouTube ទៅគ្រាន់តែដាក់ថារបៀបដូរ country នៅក្នុង Apple ID ទៅគឺវានឹងបង្ហាញជាមួយនឹងវីដេអូហើយចឹងអ្នកទាំងអស់គ្នាអាចទៅធ្វើការដូរតាមការណែនាំរបស់គេទៅហើយកាលពីម្សិលមិញហ្នឹងដែរមានគ្នាយើងអ្នកខ្លះដែលបានមើលជាមួយនឹងវីដេអូដែលខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលជាមួយនឹង skin dragon ថ្មីអ្នកទាំងអស់គ្នាហើយឥឡូវហ្នឹងគឺខ្ញុំទៅតែទទួលបានការ update ថ្មីមួយខ្ញុំឮគេនិយាយថាតើតើជាមួយនឹង skin dragon ទាំង4ហ្នឹងគឺគេនឹងធ្វើការ free ឲ្យយើងទាំង4អ្នកទាំងអស់គ្នាប៉ុន្តែអាហ្នឹងវាពិតឬក៏មិនពិតគឺខ្ញុំអត់ទាន់ហ៊ាននិយាយថាវា 100% អីទេអានេះគ្រាន់តែជាការ update ដែលខ្ញុំលើកយកមកប្រាប់ដល់អ្នកទាំងអស់គ្នាហើយក្នុងហ្នឹងគឺអ្នកទាំងអស់គ្នាបានដឹងហើយគឺមានជាមួយនឹង skin Yuzong skin Idora skin Miya ហើយជាមួយនឹង skin Cushion អញ្ចឹងបើសិនជា Mobile Legends គេ free ឲ្យយើងមែនពិតជាអែមហើយអ្នកទាំងអស់គ្នាប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់តែម្ដងកំណត់របស់ខ្ញុំហ្មងណាថា skin ទាំង4ហ្នឹងគឺប្រហែលជាមិន free ទេអ្នកទាំងអស់គ្នាអានេះគ្រាន់តែជាការគិតរបស់ខ្ញុំទេតែចំពោះការ update ឬគេនិយាយថា skin ហ្នឹងគេ free ឲ្យអញ្ចឹងណាហើយបើសិនជា free ឲ្យមែនគឺល្អខ្លាំងមែនតើអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលរកកន្លែង top up diamond ដែលមានភាពងាយស្រួលនិងរហ័សគឺគ្នាយើងអាចមក top up diamond ជាមួយនឹងខ្ញុំបានដែលមានតម្លៃសមរម្យនិងសុវត្ថិភាពដល់ account 100%អញ្ចឹងបើសិនជាគ្នាយើងត្រូវការ top up diamond ឬក៏កក់ diamond ទុកសម្រាប់ event ផ្សេងៗជាពិសេសជាមួយនឹង event aspirin អ្នកនរគ្នាគឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានឬក៏អ្នកទាំងអស់គ្នាចង់ទៅដាក់ពេជ្រដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store ហើយវីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនឹងវីដេអូនេះកុំភ្លេចជួយចុច like ចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីឲ្យគ្នាយើងបានដឹងពីការ update ថ្មីរបស់ Mobile Legends ផងដែរហើយមួយទៀតខ្ញុំភ្លេចសួរដល់អ្នកទាំងអស់គ្នាតាំងពីចេះលេង Mobile Legends មកគឺនិយាយពីដំបូងមកអ្នកទាំងអស់គ្នាខ្លាច hero ណាខ្លាំងជាងគេហើយសម្រាប់ខ្ញុំគឺខ្ញុំខ្លាច Cushion ជាមួយនឹង Lancelot អ្នកគ្នាកាលពីដែលខ្ញុំចេះលេង Mobile Legends ដំបូងអញ្ចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាខ្លាចជាមួយនឹង hero ណាជាងគេគឺអាច comment នៅខាងក្រោមវីដេអូនឹងម្នាក់មួយមកអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាហើយយើងចាំជួបគ្នានៅវីដេអូក្រោយ